បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះគឺខ្ញុំចែករំលែកពីរបៀបនៅក្នុងការបង្កើត EPS topic ដើម្បីឆែកមើលបន្តប្រវត្តិដើម្បីយើងដឹងថាតើខាងក្រសួងបញ្ជូនឈ្មោះយើងទៅកាន់ខាងកូរ៉េដើម្បីឲ្យគេឆែកពិនិត្យហើយឬនៅបាទហើយយើងអាចឆែកមើលពីដំណើរការផ្សេងទៀតនៅក្នុង EPS topic របស់យើងបាទអូខេអញ្ចឹងជាដំបូងនោះគឺយើងគ្រាន់តែចូលនៅក្នុងFirefox ក៏បានឬក៏ Chrome ក៏បាននៅក្នុងទូរស័ព្ទរបស់យើងបាទបន្ទាប់មកយើងវាយពាក្យថា google.com បាទអូខេហ្នឹងហើយបន្ទាប់មកយើងវាយមកវាចេញតម្រងបែបនេះរួចហើយយើងវាយពាក្យថា EPS topic បាទ EPS topic បន្ទាប់មកយើងចុចពាក្យថាចុចកន្លែងនេះមកឬក៏ចុចកន្លែងនេះក៏បានយើងរួមមើលពាក្យថា eps.go.kr បាទ KR ហ្នឹងគឺមានន័យថាកូរ៉េបាទខ្មែរគឺ KH បាទអញ្ចឹងយើងរកមើលពាក្យហ្នឹងណាបាទកន្លែងនេះ KR ដូចគ្នាប៉ុន្តែអត់ត្រូវទេយើងចុចយកមើល eps.go.kr បាទរួចចុចទៅលើហ្នឹងមកហ្នឹងហើយរងចាំវា template រួចហើយវានឹងចេញផ្ទាំងមួយនេះបាទចេញផ្ទាំងមួយនេះរួចហើយគឺយើងចុចដូរភាសាសិនបាទនេះសុទ្ធតែជាប្រទេសដែលមានសិទ្ធិក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េបាទអញ្ចឹងយកពាក្យថា Cambodia យើងយកពាក្យថា Go បាទយើងផ្លេចដូរអាហ្នឹងក៏វាអត់ជាបញ្ហាដែរបាទគ្រាន់តែថាយើងដូរអាហ្នឹងដើម្បីយើងមើលភាសាជាភាសាខ្មែរយើងអញ្ចឹងណាបាទពួកអ្នកខ្លះគាត់អត់ចេះអង់គ្លេសអញ្ចឹងយើងអាចដូរមកខ្មែរទៅគឺវាមានសម្រាយដូចគ្នាបាទអញ្ចឹងយើងងាកមកខាងឆ្វេងនេះវិញជាកន្លែងដែលយើងត្រូវធ្វើជាមួយបាទអញ្ចឹងយើងឃើញមានពាក្យថា ID ហើយនឹង PW បាទ PW អញ្ចឹងកន្លែងនេះគឺសម្រាប់តែអ្នកដែលមាន ID ស្រាប់ដែលគាត់បានបង្កើតហើយណាបាទអញ្ចឹងគឺយើងអត់ទាន់មានគឺយើងអាច log in ចូលកន្លែងនេះបានទេលុះត្រាតែយើង sign up ជាមុនសិនបាទអញ្ចឹងយើងចុចកន្លែងនេះមកបើសិនជាបងប្អូនអត់ទាន់មានប៉ុន្តែមុននឹងបងប្អូនបង្កើតទី1លក្ខខណ្ឌវាគឺបងប្អូនត្រូវតែប្រឡងជាប់ EPS topic ជាមុនសិនបាទអូខេប៉ុន្តែមិនមែនបងប្អូនប្រឡងជាប់អាចបង្កើតបានភ្លាមទេលុះត្រាតែបងប្អូនដាក់ពាក្យស្វែងរកការងារជាមុនសិនបាទមិនមែនថាបងប្អូនប្រឡងជាប់ភ្លាមបង្កើតទៅហើយភ្លាមគឺអត់បានទេបាទលុះត្រាតែបងប្អូនធ្វើការដាក់ពាក្យស្វែងរកការងារជាមុនសិនបាទហើយចំពោះការដាក់ពាក្យនោះគឺបងប្អូនត្រូវរងចាំប្រហែលជា3ថ្ងៃទៅ1អាទិត្យដើម្បីឲ្យក្រសួងបញ្ជូនឈ្មោះយើងទៅកូរ៉េសិនមុននឹងយើងបង្កើតបាទមិនមែនថាយើងដាក់ពាក្យស្វែងរកការងារហើយយើងបង្កើតភ្លាមណាអត់បានទេបាទគឺយើងត្រូវតែឲ្យខាងក្រសួងបញ្ជូនឈ្មោះយើងសិនបានយើងបង្កើតបានបាទហើយបើសិនជាយើងបង្កើតមានថាបង្កើត ID មុនក្រសួងបញ្ជូនឈ្មោះទៅគឺមានន័យថា ID យើងនឹងគឺស្អុយហើយបាទអញ្ចឹងកាលណា ID យើងខូចគឺយើងអាចឆែកមើលទិន្នន័យផ្សេងឃើញទេបាទតតែយើងចូលទៅធ្វើការកែប្រែវាដើម្បីឆែកឡើងវិញអានឹងបានយើងឃើញបាទអញ្ចឹងវាញញៃបន្ថែមទៀតបាទអញ្ចឹងដើម្បីបង្កើតបានលុះត្រាតែយើងដាក់ពាក្យស្វែងរកការងារហើយរួចរងចាំរយៈពេល2ទៅ3ថ្ងៃឬក៏1អាទិត្យបាទតាមក្រសួងគាត់រវល់ឬអត់ចឹងណាបាទអញ្ចឹងពេលដែលក្រសួងគាត់បញ្ជូនឈ្មោះហើយគឺយើងអាចបង្កើតបានហើយរបៀបនៅក្នុងការមើលថាតើក្រសួងបញ្ជូនឈ្មោះឬក៏អត់គឺយើងងាយស្រួលទេបាទអញ្ចឹងយើងចាប់ដើមជាមួយគ្នាបាទចុចទៅលើពាក្យថា sign up បាទរួចហើយយើងរងចាំ update បាទរួចហើយចំណុចកន្លែងនេះយើងចុចពាក្យថាបន្តបាទយកកលើហ្នឹងហើយចុចបន្តបាទបន្ទាប់មកគឺកន្លែងត្រង់ចំណុចកន្លែងនេះបាទចំណុចកន្លែងនេះបងប្អូនមួយចំនួនគាត់មានការយល់ច្រឡំដែរបាទតកតងនឹងចំណុចខាងក្រោមណាបាទអញ្ចឹងខាងលើនេះគឺជាលេខ EPS topic ដែលយើងបានប្រឡងលេខប្រឡងទាំង16ខ្ទង់ណាបាទអញ្ចឹងគឺយើងវាយលេខនឹងបញ្ចូលទាំងអស់បន្ទាប់មកកន្លែងនេះបាទកន្លែងនេះខ្ញុំឃើញមានអ្នកខ្លះគាត់ធ្វើវីដេអូប៉ុន្តែគាត់ចែករំលែកដោយប្រើលេខអត្តសញ្ញាណប័ណ្ណបាទលេខអត្តសញ្ញាណប័ណ្ណអញ្ចឹងកន្លែងនេះគឺគេអត់ឲ្យយើងប្រើលេខអត្តសញ្ញាណប័ណ្ណទេគឺយើងប្រើលេខប៉ាសពតបាទពូអ្នកខ្លះគាត់ថាបង្កើតរួចហើយមិនបានឆែកឈ្មោះអត់ឃើញបាទអញ្ចឹងគឺបញ្ហាគឺដោយសារគាត់ប្រើលេខអត្តសញ្ញាណប័ណ្ណបាទអញ្ចឹងគឺយើងត្រូវតែប្រើលេខប៉ាសពតហើយកន្លែងនេះគឺលេខទាំង16ខ្ទង់បាទអញ្ចឹងដោយសារ ID គឺខ្ញុំបានបង្កើតរួចហើយអញ្ចឹងអាចបង្កើតជាន់គ្នាបានទេបាទអញ្ចឹងខ្ញុំអាចបង្ហាញជារូបភាពឲ្យបងប្អូនមើលវិញ
ពួកដោយសារតែ ID គឺខ្ញុំបង្កើតហើយយើងបង្កើតទៀតគឺជាន់គ្នាគឺអត់បានទេបាទអូខេអញ្ចឹងខ្ញុំបន្តឲ្យបងប្អូនមើលបាទអូខេអញ្ចឹងកន្លែងនេះយើងមិញហ្នឹងណាបាទនេះចូលដល់ចំណុចមិញហ្នឹងបាទចំណុចកន្លែងហ្នឹងគឺយើងចុចទៅលើនេះបញ្ចូលលេខកូដប្រឡងទាំង16ខ្ទង់កន្លែងនេះគឺលិខិតឆ្លងដែនបាទរួចហើយយើងចុចទៅមុខទៀតនឹងឲ្យចុចពាក្យថាបញ្ជាក់បន្ថែមបាទអូខេហ្នឹងហើយបន្ទាប់មកពេលដែលដល់ចំណុចកន្លែងនេះបាទចំណុចកន្លែងនេះគឺសំខាន់បាទសំខាន់មូលហេតុដែលយើងដឹងថាតើក្រសួងបញ្ជូនឈ្មោះយើងឬនៅគឺយើងមើលទៅលើតន័យកន្លែងនេះកន្លែងឈ្មោះហើយនឹង birthday បាទអញ្ចឹងក្នុងករណីយើងដាក់ពាក្យស្វែងរកការងារហើយប៉ុន្តែយើងចង់ដឹងច្បាស់តើក្រសួងបញ្ជូនឈ្មោះយើងហើយឬនៅហើយយើងអាចបង្កើតបានឬនៅគឺយើងមើលទៅលើពីចំណុចនេះបាទពេលដែលយើងចុចអាកន្លែងលេខ16ខ្ទង់ហើយនឹងលេខ passport ពេលដែលមាន load ឈ្មោះ load ថ្ងៃខែឆ្នាំកំណើតគឺយើងអាចបង្កើតបន្តទៀតបានបាទប៉ុន្តែបើសិនជាបងប្អូនចុចមកហើយបងប្អូនរងចាំរយៈពេលមួយអាទិត្យក៏ដោយពេលដែលចុចមកគឺអត់ឃើញគឺចាក់ចេញទៅវិញគឺអត់ទាន់ចុចពាក្យថា register ទេបាទបើសិនជាបងប្អូនបំពេញទាំងដែលអត់មានឈ្មោះអត់មានអីគឺបងប្អូនបំពេញគឺមានន័យថា ID របស់បងប្អូនគឺខូចបាទបង្កើតឡើងវិញត្រូវតែបង្កើតឡើងវិញបាទហ្នឹងហើយអញ្ចឹងអ្វីដែលសំខាន់គឺពេលដែលយើងដាក់ពាក្យហើយយើងរងចាំប្រហែលជា3ទៅ5អាទិត្យបន្ទាប់មកយើងចូលមកឆែកមើលតាមហ្នឹងទៅ sign up រួចដល់ចំណុចកន្លែងហ្នឹងយើងមើលឈ្មោះហើយហ្នឹងថ្ងៃខែឆ្នាំកំណើតបើសិនជា load បែបនេះគឺមានន័យថាយើងបំពេញបន្តបាទអញ្ចឹងកន្លែងនេះកន្លែង ID កន្លែងនេះបង្កើត ID និងលេខសម្ងាត់បាទអញ្ចឹងកន្លែងហ្នឹងគឺមានន័យថាបងប្អូនដាក់ខ្លួនឯងដើម្បីមកបញ្ចូលកន្លែងនេះតោះនេះហ្នឹងហើយកន្លែង2មិញហ្នឹងហ្នឹងហើយយើងបង្កើតខ្លួនឯងហើយចំណាំហើយទុកបាទបង្កើត ID និងបង្កើតលេខសម្ងាត់ហើយរងគាត់ទុកដើម្បីយកមកបញ្ចូលថ្ងៃក្រោយបាទអូខេហ្នឹងហើយបន្ទាប់មកគឺ email បាទ email គឺបងប្អូនរើសយក tick កន្លែងនេះបាទ tick កន្លែងនេះយកពាក្យថា email ហើយ email ដាក់មិនក៏បានដែរហ្នឹងហើយដាក់មិនក៏បានដែរយើងយក email រួចយើងចុចពាក្យថា register បាទក្រោយពេលដែល register ហើយវានឹង load នៅខាងលើដាក់ថាអ្នកបានបំពេញ successful បាទ successful អញ្ចឹងបើសិនជាបងប្អូនអត់ជោគជ័យកន្លែងណាទេវានឹង load error ហើយបាទអញ្ចឹងកន្លែងនេះគឺយើងវាយឈ្មោះអីក៏បានកន្លែងនេះណាបាទហើយកន្លែង dot កន្លែងនេះយើងរើសពាក្យថា email ទៅអានេះអត់មានពេញទេណាហ្នឹងហើយយើងពេញទៅកន្លែងនេះទេឧទាហរណ៍តែយើងដាក់ថាchan@ អីទៅ gmail អីទៅបាទអូខេហ្នឹងហើយអញ្ចឹងកន្លែងដែលចំណុចកន្លែងនេះពេលដែលយើងបង្កើតហើយគឺអស់តំណឹងបាទរងចាំមើលថាតើវា load message ខាងលើនេះដាក់ថា success ឬក៏អត់បាទបើសិនជា success គឺបងប្អូនអាច log in ចូលនៅកន្លែង ID កន្លែងនេះកន្លែងដំបូងមិញហ្នឹងហ្នឹងហើយនេះពេលដែលយើងបង្កើតរួចហើយយើងចូល ID ហ្នឹងមកចុចកន្លែងនេះហើយ password បន្ទាប់មក log in បាទពេលដែល log in ចូលហើយគឺវានឹងបង្ហាញផ្ទាំងបន្ទុកបន្ទាប់មកបងប្អូនចុចមើលកន្លែងនេះមើលប្រតិបត្តិការតោវ៉េះតោះនេះហ្នឹងហើយអញ្ចឹងពេលដែលយើងបង្កើតហើយបាទពេលដែលបង្កើតហើយគឺយើងអាចមកចុចចូលកន្លែងនេះរួចយើងចុចមើលបន្តវ៉េះយើងនឹងឃើញប្រតិបត្តិការបាទអូខេឥឡូវខ្ញុំចូល ID របស់ខ្ញុំបិទសិនបាទពេលដែលយើង log in ចូលមកវាចេញតម្រង់បែបនេះណាបាទពេលវាចេញតម្រង់បែបនេះគឺបងប្អូនចុចទៅលើដំណើរការបន្តវ៉េះបាទអូខេហ្នឹងហើយពេលដែលចេញតម្រង់បែបនេះហើយគឺមានន័យថាបងប្អូនបំពេញបានត្រឹមត្រូវហើយបាទបំពេញបានត្រឹមត្រូវហើយយើងរងចាំមើលតែលទ្ធផលបន្តមកទៀតបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់អីអាចធ្វើការ comment ខាងក្រោមវីដេអូនេះបានបាទអរគុណ